xa khang năng cái tập xa xám khả năng hạt thạp xa smooth chấm xa smooth nhưng lụa là bọt smooth xa xám nhưng lụa là bọt xám xám đồng tư năng riêng vì mình vẫn năng thế phần đập xa đấy tôi ban đầm lá cái này mình toàn ban đầm na cái thế đôi xa tờ vì sợi từ lời bị chia bớt rồi có tại chỗ này cốt ban một tình đây này tí đi xa cái thứ mà là mốt mình thơ thốn này xa tới đây này đôi chia hai sập tômបាទអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ឥឡូវធ្លាប់តែឃើញខ្ញុំបាទថតតាក់ទងនឹងគម្រោងផ្ទះដែលខ្សែធន់គម្រោងផ្សារដែលបរាជ័យឥឡូវប្លែកបន្តិចថ្ងៃនេះខ្ញុំមកថតខាងគម្រោង K-Land តែម្ដងតែ K-Land គឺមិនបានបរាជ័យឬក៏ខ្សែធន់ទេបងប្អូនគឺតាក់ទងនឹងគម្រោងដីទាំងមូលនេះបើនិយាយពីការលក់គេលក់ចូលទៅ 90% ឬ 95% ហើយហ្នឹងតាក់ទងរឿងដីហើយតាក់ទងរឿងផ្ទះគឺទាល់តែអតិជនទិញបានខាងគម្រោងធ្វើអញ្ចឹងមានន័យថាខាងគម្រោងនៅតែធ្វើបន្តអតិជនមានការកក់ប្រាក់មុន 30% ប្រសេសជាមួយធនាគារអីសពបែបយ៉ាងហ្នឹងទៅខាងក្រុមហ៊ុនចាប់ដើមធ្វើហើយអញ្ចឹងនិយាយទាញមកវិញមានន័យថាគម្រោង K-Land នៅភ្នំតូចផ្លូវ51នេះមិនបានខ្សែធន់ឬក៏បរាជ័យទេគឺគម្រោងនៅតែដំណើរការរហូតគ្រាន់តែថាក្នុងស្ថានភាពសេដ្ឋកិច្ចដែលវាអត់សូវល្អអចលនទ្រព្យវារៀងត្រឹងអញ្ចឹងការលក់គឺយើងលក់បានមួយទៅតាមដំណើរមិនបង្ខំអញ្ចឹងនេះគឺជាគម្រោងផ្សាររបស់ខាងក្រុមហ៊ុន KH-Land អញ្ចឹងគម្រោងផ្សារនេះគឺសម្រាប់ផ្សារនេះគឺផ្សារមានជាប្រភេទផ្សារបន្លែហើយផ្សារត្រីបងប្អូននេះអូនឹងអានឹងផ្សាររបស់គេហើយគេធ្វើស្អាតមួយយ៉ាងមកគេនេះកន្លែងហ្នឹងមានដាក់កៅអីអង្គុយទល់ខ្នងគ្នាទៅជំនាញម្នាក់មកហ្នឹងហើយបើអ្នកខ្លះទៅគេយកទាំងពីរហ្នឹងទៅហើយឥឡូវនេះក៏គេធ្វើមានដបូលមានអីហើយតែដោយសារតែមនុស្សមិនទាន់មានការមកនៅច្រើនអញ្ចឹងទៅក៏ຕົកវាសិនទៅនៅពេលដែលមនុស្សមកនៅច្រើនទៅយើងអាចប្រកបមុខរបរអាជីវកម្មលក់ដូររ៉ូស៊ីបានធម្មតាហើយសម្រាប់អានោះគឺផ្សារទូទៅដូចជាមានជាប្រភេទលក់ខោអាវលក់ស្បែកជើងលក់ទំនិញអីទូទៅអានេះនេះអត់ទាន់ទៅគ្រូចាក់ទៅបានជើងសសរហ្នឹងបានជើងសសរឡើយហើយក្នុងគម្រោងភ្នំតូចទាំងមូលនេះបើយើងនិយាយផ្ទះដែលអតិថិជនគាត់ទិញធ្វើខ្លួនឯងបានប្រហែលជាខ្ទង់10% អីដែរនៅក្នុងគម្រោងពីច្រើនគាត់ធ្វើខ្លួនឯងហ្នឹងគេគាត់ទិញហើយគាត់ធ្វើខ្លួនឯងទិញហើយឥឡូវនេះវាមានឃ្លាំងមានអីទៀតនេះហើយនេះធ្វើឃ្លាំងអីនៅហ្នឹងដាក់ឃ្លាំងមានអីអានោះអាហ្នឹងផ្ទះរបស់អតិថិជនដែលគាត់ទិញហើយគាត់ធ្វើខ្លួនឯងអញ្ចឹងបញ្ជាក់ថាគម្រោងនៅតែបន្តការលក់ដូរជាបណ្ដើជាបណ្ដើគាត់ថាការលក់យ៉ាងម៉េចយ៉ាងម៉ាអាហ្នឹងអាស្រ័យទៅលើក្រុមហ៊ុនតើក្រុមហ៊ុនបានប៊ូសផេកអីឬក៏ដើរដំណើរការអីយ៉ាងម៉េចយ៉ាងម៉ាទៅតាមឋានៈការរបស់ក្រុមហ៊ុនតែប៉ុណ្្នឹងទេអញ្ចឹងប៉ុន្តែឃើញទេឯកាត់គ្នានេះភាគច្រើនផ្ទះដែលយើងចូលជិះចូលមកមិញមានវិឡាបែបលក្ខណៈយើងវិឡាទូលសម្បូរហើយមួយទៀតផ្នែកខាងក្រោយវិឡាទូលហ្នឹងមានផ្ទះមួយជាន់មានពលរដ្ឋនៅច្រើនតាសម្រាប់ផ្ទះមួយជាន់ក៏ជាគម្រោងរបស់ខាងក្រុមហ៊ុនដែរគេហៅវិឡាកូនកាត់អូហ្នឹងវិឡាកូនកាត់ហ្នឹងមួយដូចជា 20000 ជាងបងផ្ដាច់តែ 19000 ទេអញ្ចឹងវាល្មមដែលយើងអាចរស់នៅបានប៉ុន្តែមើលវាធំទលំទលាយល្អប្រហែលលោមើលទៅកោះគេដាក់ដីបើនិយាយទៅដីនឹងប្រហែលជាជិត 7000 ឡូរួមទាំងផ្ទះទាំងដីចន្លោះហ្នឹងទាំងផ្ទះទាំងដីហ្នឹងទាំងផ្ទះទាំងដីអាចចន្លោះហ្នឹង 7000 ឡូអាចផែនហ្នឹងព្រោះពីមុនលក់នៅហ្នឹងដែរលក់បាន 4-10 ឡូគេដែរទៅផ្លូវគេធំល្អផ្លូវពីមុនមកជួយលក់គេបាន 4-10 ឡូគេដែរអានេះគម្រោងម្ចាស់គម្រោងគាត់មានគេហៅថាគំនិតចង់ពង្រីកគម្រោងនឹងទៅជាទីក្រុងពាណិជ្ជកម្មភ្នំតូចមិនមែនធម្មតាណាតែធ្វើដំបូងយើងមើលផ្លូវគេគេមានបកគោលហើយគេមានលេខផ្លូវអានេះផ្លូវលេខ110អីចឹងទៅហើយផ្លូវគេសិតតែមានលេខមានអីទាំងអស់ប៉ុន្តែមើលបែរមើលខាងឆ្វេងដៃនេះផ្សារត្រីគេលយតា
ស្អាតផ្សារប៉ុណ្ណឹងស្អាតហើយតែគាត់ថា តើបានបើកតម្រូវការ មិនមែនបើយើងនិយាយទៅមិនជាកំហុសរបស់ម្ចាស់គម្រោងទេជាកំហុសរបស់អតិថិជនដែលគាត់មិនបានធ្វើមកធ្វើផ្ទះនៅដោយសារគាត់អត់មានលុយធ្វើរយៈពេលនេះវាបញ្ហាចលនាទ្រព្យនៅត្រឹងទៅហើយក៏ការរស់ស៊ីលក់ដូរគាត់នៅភ្នំពេញវាមិនសូវជាល្អប្រសើរទៅក៏គាត់មិនទាន់បានមកធ្វើផ្ទះធ្វើអីនៅគម្រោងនេះបើសិនជាមនុស្សធ្វើផ្ទះទៅយើងគិតមើលមានន័យថាបើសិនជាធ្វើទាំងអស់ទាបបំផុតក៏មានមនុស្សរស់នៅចន្លោះ 5000 នាក់ដែរនៅក្នុងគម្រោងឬក៏ថា 4000 នាក់ដែរនៅក្នុង7 7000 ឡូហ្នឹងហើយ7 4000 គ្រួសារឬក៏ 5000 គ្រួសារក៏អាចនិយាយថាច្រើនបើប៉ុណ្ណេះគ្រួសារមានន័យថាវាទៅជាទីក្រុងមួយហើយប៉ុន្តែផ្សារគេបង្កើតនៅអានេះផ្សារត្រីហើយខាងនោះផ្សារគេចែកដាច់ដោយឡែកពីគ្នាដោយសារអីផ្សារលក់ខោអាវលក់ទំនិញអីផ្សេងហ្នឹងជាប្រភេទផ្សារស្ងួតអាហ្នឹងគេហៅថាផ្សារសើមផ្សារខាងហ្នឹងគេហៅថាផ្សារសើមខាងហ្នឹងហៅថាផ្សារស្ងួតចឹងផ្សារស្ងួតយើងលក់របស់ស្ងួតផ្សារសើមយើងលក់របស់សើមហ្នឹងទៅហ្នឹងរឿងវាមានប៉ុណ្ណឹងទេប៉ុន្តែផ្សារនេះអត់ទាន់បានដំណើរការណាមិនទាន់បានដំណើរការទេដោយសារតែវាអាស្រ័យទៅលើប្រជាពលរដ្ឋឬក៏អតិថិជនដែលគាត់បានមកទិញដីនៅទីនេះផ្សារគេធ្វើមកល្មមមិនធ្វើធំទេផ្សារត្រីគេដូចជា50តូប20 30តូបមិនចូល50ហើយយើងទៅនេះយើងមើលមានន័យថាតូបនេះ2នេះអញ្ចឹង1 2 2 4 6 8 10 12 14 15 20 36 តូបច្រើនដែរមិនទួយទេសំណងគេមុំដាក់សិឡង់ដល់អីមុំគេធ្វើឡើងមុំមកហឹងមកគេតែឲ្យគេដាក់សិឡង់ដើម្បីឲ្យត្រជាក់អីហ្នឹងចាសំណងដែលធ្វើរួចរាល់ហើយមានផ្សារត្រីហើយអាគារដូចជាផ្ទះល្វែងមួយជាន់មានពលរដ្ឋនៅច្រើនគ្រួសារនៅផ្នែកខាងនោះតែមិនតិចឡើងដ្រូនបងប្អូនយើងបានមើលហើយមានយើងវិឡាក៏មានហើយច្រើនដែរមានវិឡាទួលមានវិឡាកូនកាត់ហើយនឹងមានផ្ទះរបស់អតិថិជនដែលគាត់ទិញហើយគាត់ធ្វើខ្លួនឯងអញ្ចឹងនៅក្នុងហ្នឹងបើយើងនិយាយជាប្រភេទផ្ទះក្នុងគម្រោងទាំងមូលប្រហែលជាខ្ទង់ 30% ដែរមិនតិចពេកទេ 30% អាចចន្លោះ 30% ក្នុងគម្រោងទាំងមូលទាំងផ្ទះពាណិជ្ជកម្មផ្ទះ shop house ទាំងវិឡាទូលទាំងវិឡាកូនកាត់ហើយនិងផ្ទះបរទេសជនប្រហែលជាអាចមានអាចចន្លោះ 30% ដែរតាមានអីក្នុងគម្រោងទាំងមូលមានប៉ុណ្ណឹងមានន័យថា KX Land ហ្នឹងចាប់ផ្ដើមបើកដាក់លក់ដីឡូនៅទីតាំងហ្នឹងហើយនឹងចាប់ផ្ដើមធ្វើផ្ទះជូនអតិថិជនហ្នឹងចាំទេទេបើយើងគិតទៅដែលគាត់ចាប់ផ្ដើមធ្វើគម្រោងផ្ទះគឺមានតែ2គម្រោងឯងមានតែគម្រោងនៅសំរោងលើមួយហើយក៏នឹងគម្រោងនៅភ្នំតូចនឹងមួយហើយគម្រោងសំរោងលើធ្វើប្រហែលជាខ្ទង់ដូចជា20ដូចជា40ផ្ទះទៅ100ផ្ទះហើយ40ផ្ទះទៅ50ផ្ទះហើយចន្លោះហ្នឹងចាប់អារម្មណ៍មើលបង្គោលភ្លើងដាក់ឲ្យទាំងអស់អាហ្នឹងគេដាក់ឲ្យទាំងអស់គម្រោងគាត់ដាក់អភិវឌ្ឍល្អអភិវឌ្ឍស្អាតទៅគាត់ថាវាបញ្ហាមិនមែនបញ្ហាមកពីម្ចាស់គម្រោងទេបញ្ហាមកពីតកតនឹងអចលនៈទ្រព្យត្រឹងហើយនឹងសេដ្ឋកិច្ចវារៀងដោនចុះបន្តិចមានដោនចុះមិនហឹងជាចុងក្រោយចង់ជូនពរឲ្យតកតនឹងវិស័យអចលនៈទ្រព្យនេះឲ្យវាល្អប្រសើរឡើងវិញហើយខាងម្ចាស់គម្រោងក៏មានកម្លាំងមានទឹកចិត្តនៅក្នុងការអភិវឌ្ឍគម្រោងទាំងមូលនេះឲ្យវាមានថាពេញសាច់ឲ្យមនុស្សមកនៅពេញនៅក្នុងទីតាំងគម្រោងហ្នឹងអញ្ចឹងសម្រាប់ខ្ញុំដែលជាអ្នកធ្វើបទបង្ហាញតកតងនឹងគម្រោងហ្នឹងឬក៏តកតងនឹងផ្សារហ្នឹងក៏មានតែប៉ុណ្្នឹងសូមជម្រាបលាសូមអរគុណម៉ាស៊ីនទឹកខាន់ហ្គេនផ្លាស់ប្ដូរទឹកផ្លាស់ប្ដូរជីវិតគុណភាពសុវត្ថិភាពស្តង់ដារអន្តរជាតិទំនាក់ទំនងទូរស័ព្ទលេខ089 588 808